ផ្លូវនេះគឺជាស្ដីរបស់ជាប្រវត្តិយើងលោកមិនស្វ័យចន្ទីខ្លះណាតាមឲ្យផ្សេងហើយខាងនេះគឺជាព្រៃសហគមន៍យើងមានភ្នំដែលទីស្ទៀបល្អនឹងជាសត្វដូចធំនៅនឹងខាងនេះគឺជាដីរបស់បងប្អូនជាប្រវត្តិយើងតាមលោកតាមចន្ទីអានេះគឺជាផ្លូវអកវត្តព្រៃសហគមន៍ខាងនេះគេតាមចន្ទីវាស្អាតណាស់បងប្អូនតែខ្ញុំខ្លាចថាវាបាត់បង់ទៅបានគ្រប់គ្រងវាទៀតទៅយើងចង់គ្រប់គ្រងវាខ្លាំងណាស់បងប្អូនខ្លាចបញ្ហាមួយខ្លាចថាបាត់បង់តែយើងបានគ្រប់គ្រងវាទៀតឃើញព្រៃតែបានគ្រប់គ្រងមកកន្លងមកគឺខ្លាំងមែនទេមានព្រៃឈើវាជាស្ទៀបល្អដើមឈើទូចធំថាព្រៃនេះថាចាប់ដើមធ្វើសហគមន៍នៅឆ្នាំទី6មកចាប់ដើមដាក់ជាគម្រោងសហគមន៍វាជាស្អាតទេនេះគឺជាដីដលងរបស់បងប្អូនយើងយើងមកបានមកដល់ដីទៅដាំដលងហើយនេះគឺនឹងព្រៃសហគមន៍យើងបាទនេះគឺជាសកម្មភាពដែលកំពុងតែគ្រប់គ្រងដាំដលងបាទត្រង់ភ្លឹងល្អមក